សួស្តីខ្ញុំបាទឈ្មោះឡុងអាយុ31ឆ្នាំខ្ញុំសូមចែករំលែករឿងរបស់ខ្ញុំនៅមុនពេលនិងក្រោយពេលទទួលបានមហាធម៌ដោយខាងក្រោមកាលពីមុនខ្ញុំគឺជាមនុស្សដែលរស់នៅដោយបណ្ដោយខ្លួនខ្ជិលច្រអូសខ្លាចពិបាកមិនសូវគោរពពាក្យសន្យានិយាយកុហកនិយាយពាក្យប្រមាថអ្នកដទៃតែងតែមានគំនិតអវិជ្ជមាននិងមានរាងកាយតែងតែស្ថិតក្នុងស្ថានភាពតានតឹងខ្ញុំបានញៀនលេងល្បែងអនឡាញជាង10ឆ្នាំញៀនលេងបណ្ដាញសង្គមញៀនលេងឆ្នោតញៀនលេងល្បែងភ្នាល់ស៊ីសងតាមអ៊ីនធឺណិតប៉ុន្តែដោយមានវាសនានៅចុងឆ្នាំ2021ខ្ញុំត្រូវបានណែនាំឲ្យស្គាល់អំពីមហាធម៌បន្ទាប់ពីបានរៀនមហាធម៌មួយរយៈខ្ញុំចាប់ផ្ដើមចេះកម្ចាត់ចោលនៅទម្លាប់អាក្រក់ជាច្រើនដោយដែលបានរៀបរាប់ខាងលើពីមនុស្សម្នាក់ដែលមិនចូលចិត្តអានសៀវភៅឥឡូវនេះខ្ញុំអានសៀវភៅជួនហ្វឡុនជារៀងរាល់ថ្ងៃប្រហែល30នាទីទៅ1ម៉ោងកន្លះអាស្រ័យតាមពេលវេលាទំនេរដែលខ្ញុំមានពីមនុស្សម្នាក់ដែលគេមិនលក់ពេលនេះខ្ញុំក្រោកពីព្រលឹមម៉ោង5ព្រឹកនិងហាត់5សំណុំលំហាត់ហ្វាឡុនកុងជារៀងរាល់ព្រឹកដើម្បីទទួលបានថាមពលសម្រាប់ថ្ងៃថ្មីខ្ញុំបានបញ្ចប់ស្រាល្បែងនិងទម្លាប់អាក្រក់ជាច្រើនទៀតពេលនេះខ្ញុំមានទំនាក់ទំនងល្អប្រសើរឡើងជាមួយមនុស្សនៅជុំវិញនិងមានចិត្តករុណាចំពោះអ្នកដទៃហើយខ្ញុំជួយអ្នកដទៃដោយមិនរំពឹងការតបស្នងនោះទេខ្ញុំចែករំលែករឿងនេះរបស់ខ្ញុំដោយសង្ឃឹមថាខ្ញុំអាចជួយអ្នកដែលមានវាសនាឲ្យដឹងអំពីអត្ថប្រយោជន៍នៃមហាធម៌